នៅរាត្រីថ្ងៃទី19ខែវិច្ឆិកាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវកេតេព្រះបណ្ឌិតបូរនីហ៊ុនសែនបានប្រពរៀបចំពិធីលៀងសាយភោជជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនដល់បណ្ដាប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាសហរដ្ឋអាមេរិកសហព័ន្ធរុស្ស៊ីដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី21និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាពិធីដ៏មានអត្ថន័យនេះត្រូវបានប្រារព្ធរៀបចំឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្របណ្ដាប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាសហរដ្ឋអាមេរិករុស្ស៊ីដែលមានវត្តមានអញ្ជើញមកចូលរួមពិធីលៀងសាយភោជជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះរួមមានព្រះចៅសូតង់ហាសាណាល់ប៊ូហ្គាសព្រះមហាក្សត្រនិងជានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រប្រុយណេអាដាមស៊ូស៊ីឡូបាងយូដូយូណូប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងលោកជំទាវអាដាមថងស៊ីងខំមវងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងលោកជំទាវអាដាមហេនសេនប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាអាដាមណាជីបតុនរ៉ាសានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងលោកជំទាវអាដាមប៊ូនីណូអាគីណូប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនលោកជំទាវយើងឡាក់ស៊ីណូវ៉ាត់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃអាដាមងៀនតាន់យុងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងលោកជំទាវអាដាមស៊ូរិនពុតសុវណ្ណអគ្គលេខាធិការអាស៊ាននិងលោកជំទាវជាមួយគ្នានេះប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសជាដៃគូរបស់អាស៊ានរួមមានអាដាមវៀនជាប៉ាវនាយករដ្ឋមន្ត្រីចិននិងអាដាមលីមយ៉ុងបាក់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េអាដាមយូស៊ីហ៊ីកូណូដានាយករដ្ឋមន្ត្រីជប៉ុនអាដាមបារ៉ាក់អូបាម៉ាប្រធានាធិបតីសហរដ្ឋអាមេរិកអាដាមម៉ាន់ម៉ាហាស៊ីងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌានិងលោកជំទាវជូលៀហ្គីឡាតនាយករដ្ឋមន្ត្រីអូស្ត្រាលីនិងស្វាមីអាដាមចនគីនាយករដ្ឋមន្ត្រីញូហ្សេឡង់អាដាមសឺជីឡារ៉ូរដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមទាំងវត្តមានអាដាមលោកជំទាវជាអិសរាជជនជាន់ខ្ពស់នៃបណ្ដាប្រទេសជាដៃគូអាស៊ានតំណាងអង្គការអន្តរជាតិធំៗរបស់ពិភពលោកនិងអិសរាជជនតំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាសហរដ្ឋអាមេរិករុស្ស៊ីដែលមានវត្តមានអញ្ជើញមកចូលរួមក្នុងពិធីលៀងសាយភោជជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះត្រូវបានការធ្វើគិរិយាកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវកេតេព្រះបណ្ឌិតបូរនីហ៊ុនសែននិងថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីលៀងសាយភោជជាមហាកិត្តិយសជូនដល់បណ្ដាប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាសហរដ្ឋអាមេរិករុស្ស៊ីដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី21និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាក្នុងខ្លឹមសារដូចតទៅ
Select Excellencies Luk Chumtil, the head of state and head of government spouses and head of international institutions, Minister, Secretary General of ASEAN, distinguished guests, ladies and gentlemen. To start this auspicious occasion, we would like to respectfully invite Samdech Akek Moha Senapati Techo Sein, Prime Minister of the Kingdom of Cambodia and Chairman of the 21st ASEAN Summit and related summit to deliver his speech. ព្រះចៅសូតង់ឯកឧត្តមលោកយុទាវថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានអាស៊ីបូព៌ានិងប្រមុខស្ថាប័នអន្តរជាតិឯកឧត្តមលោកយុទាវអស់លោកលោកស្រីជាបឋមក្នុងនាមប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះចៅសូតង់ឯកឧត្តមលោកជុំជេជាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានអាស៊ីបូព៌ានិងស្ថាប័នអន្តរជាតិដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី21និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជាក្នុងនាមប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជានិងក្នុងនាមជាប្រធានអាស៊ានខ្ញុំសូមឆ្លៀតយកឱកាសនេះសម្ដែងនៅការអបអរសាទរជាឧឡារិកចំពោះឯកឧត្តមបារ៉ាក់អូបាម៉ាដែលបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិទី2ជាបន្តទៀតខ្ញុំសូមជូនពរឯកឧត្តមនិងសហការីទទួលបានជោគជ័យថ្មីបន្ថែមទៀតក្នុងអាណត្តិថ្មីនេះផងដែរកម្ពុជាពិតជាមានកិត្តិយសដែលបានទទួលធ្វើជាប្រធានអាស៊ានឆ្នាំ2012នេះដែលជាឆ្នាំខួបលើកទី45នៃការបង្កើតអាស៊ានផងដែរយើងពិតជាមានមោទនភាពដោយចាប់តាំងពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ1999មកកម្ពុជាបានរួមចំណែកជាវិជ្ជមានក្នុងការនាំមកនូវវឌ្ឍនភាពនិងសមិទ្ធផលលើគ្រប់វិស័យជូនដល់អាស៊ានរួមមានជាអាចការធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅការកសាងសហគមន៍អាស៊ានដែលផ្អែកលើសសរស្តម្ភទាំង3និងការលើកកម្ពស់តួនាទីរបស់អាស៊ានជាស្ថាប័នស្នូលដ៏សំខាន់មួយរបស់តំបន់អាស៊ីនិងជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបានរបស់ប្រទេសធំនិងស្ថាប័នអន្តរជាតិសំខាន់ជាដើមឡើយឆ្លងតាមការពិភាក្សាក្នុងរយៈពេល2ថ្ងៃកន្លងមកយើងសម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតទាំងសម្រាប់អាស៊ានទាំងសម្រាប់អាស៊ានជាមួយនឹងប្រទេសដៃគូផ្សេងទៀតជាពិសេសគឺការសន្យាពីសំណាក់ដៃគូទាំងឡាយរបស់យើងលើកិច្ចសហប្រតិបត្តិការនិងការបន្តការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានឲ្យសម្រេចបាននៅឆ្នាំ2015តាមការគ្រោងទុកច្បាស់ណាស់ថាការសម្រេចបាននៅសហគមន៍អាស៊ានមួយនាពេលខាងមុខនេះនឹងក្លាយជាមូលដ្ឋានគ្រឹះនិងជាស្នូលដ៏សំខាន់សម្រាប់ឈានទៅសម្រេចជោគជ័យក្នុងការកសាងសហគមន៍អាស៊ីបូព៌ាក្នុងអនាគតរយៈពេលវែងខ្ញុំសង្ឃឹមថាតាមរយៈការគាំទ្ររបស់អស់លោកអ្នកទាំងអស់គ្នាយើងនឹងទទួលបានជោគជ័យធំជាច្រើនទៀតនៅក្នុងកិច្ចប្រជុំនាថ្ងៃស្អែករួមមានកិច្ចសន្ទនាអាស៊ានជាសកលនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី7ខ្ញុំមានជំនឿថាវត្តមានរបស់យើងទាំងអស់គ្នានៅពេលនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនៅសាមគ្គីភាពនិងមិត្តភាពរវាងអាស៊ានជាមួយនឹងដៃគូអភិវឌ្ឍព្រមទាំងដៃគូសន្ទនាទាំងអស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងគូបញ្ជាក់ផងដែរអំពីការបញ្ញាចិត្តរបស់យើងទាំងអស់គ្នាក្នុងការរួមសុខរួមទុក្ខគ្រប់ពេលវេលាដើម្បីបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់របស់យើងនិងពិភពលោកទាំងមូលនោះគឺសន្តិភាពសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនយើងទាំងអស់គ្នាទាំងក្នុងចំណន់នេះនិងចំណន់ក្រោយជាបន្តទៀតខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្រាប់និងសូមអញ្ជើញព្រះចៅសូតង់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីទាំងអស់រីករាយពិសាភោជនាហារ
សូមអរគុណ យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះសន្ទរកថាដ៏មានសារៈសំខាន់នេះ We thank សម្ដេចតេជោ Prime Minister for his important speech. Your Majesty, Samdaj Excellencies, Luk Chumtiew, ladies and gentlemen, our cultural program this evening will begin with a classical dance entitled Garland Dance. Garland Girl is a dance portraying heavenly maidens who enjoy themselves while picking flowers and stringing them into garlands. The songs and gestures of the dance compare the tenderness and beauty of Khmer women to nature, particularly flowers. Your Majesty, Samdaj Excellencies, Luk Chumtiew, ladies and gentlemen, may we now present the Garland Girl Dance. I hold on to your body and feel it's who you made. Your voice is warm and tender.